បាទស្ដីពុកម៉ែបងប្អូននេះគឺជាសកម្មភាពដែលខ្ញុំបានថតនៅក្នុងវត្តនាពេលរាត្រីចិត្តចូលឆ្នាំមកដល់បាទមានមនុស្សច្រើនកកកមលេងនៅក្នុងវត្តច្រើនតែខ្ញុំថតដឹកយករូបភាពឬក៏ទិដ្ឋភាពនៅដូចជានៅខ្មែរក្នុងខ្មោចឬក៏មុំជាបាទនេះតានាយសីបាទតាមនាយសីកន្លែងគ្មានលេងកន្លែងលោកពូមកបងប្អូនបាទនេះជាកន្លែងដែលបិតាប្រពន្ធបាទកន្លែងនេះគឺជាកន្លែងអាស្រមរបស់បិតាជាមួយនឹងរបស់ព្រះពុទ្ធបាទនៅក្រោមដើមពោធិព្រឹក្សបាទជាសកម្មភាពមួយដែលបានថតស្ដែងចេញពីទស្សនវិជ្ជានៃការបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើងបានថតទស្សនវិជ្ជានាពេលរាត្រីថ្ងៃទី3ខែ4បាទចាប់ដើមលេងម្ដងហើយក្រុមឡើងពោធិព្រឹក្សក្រុមចំណាក់កន្លែងចាស់នៃបុរាណដែលសល់តាំងពី8ឆ្នាំ8ខែ20ហើយបាទចាស់ដីមួយយូរលុបមកពេលហ្នឹងខ្ញុំថតពេលយប់ចាំពេលព្រឹកខ្ញុំនឹងដិតរូបភាពពីពេលព្រឹកម្ដងបាទនេះទស្សនវិជ្ជាទាំងឡាយដែលខ្ញុំបានថតនារាត្រីពេលយប់ថ្ងៃទី3បាទមើលទៅពីគួរឲ្យស្ងេះស្ងោចមែនតើស្ងាត់នឹងក្រោមដើមពោធិព្រឹក្សស្ងាត់ហើយខ្ញុំក៏ចាប់ផ្ដើមចេញពីកន្លែងនេះហើយក៏ទៅផ្ដាច់រូបភាពផ្សេងបន្តទៀតបាទខ្ញុំក៏ផ្ដាច់រូបភាពផ្សេងបន្តទៀតហើយអូនអើយវេទនីសូមទៅមើលកន្លែងគេទុំផងញ៉ាំអីកន្លែងបាទបាទទៅបាទនេះកន្លែងក្មេងលេងកន្លែងក្មេងលេងនេះបាទនេះគឺកន្លែងក្មេងលេងហើយនេះបាទកន្លែងក្មេងជិះម៉ូតូបាទកន្លែងក្មេងជិះម៉ូតូណាមើលគួរឲ្យសប្បាយបាទក្មេងគាត់សប្បាយមែនតើបាទគួរឲ្យមានសេចក្តីសមមនោរីករាយនៅពេលយប់បាទចាប់ផ្ដើមអស់គាត់ឡើងម៉ូតូជិះម៉ូតូចេញទៅថតបាយមកទៀតបាទដើរចេញទៅហើយបាទសូមទៅពីមកនេះបាទទៅបំលេចចំហើយតែមុនចេញទៅខ្ញុំបានថតដើមពោតែមានកាលជាច្រើនឆ្នាំបាទធំមែនតែដើមពោនេះធំមែនតែមកតែបាទចោលចាប់ដើមទៅមកទៅជាផ្កាក្រតាមចេញទៅហើយចេញទៅក៏មិនអស់អាឡោះអវ័យនឹងព្រះនិយាយសីសឹងបានចាប់ដើមចេញទៅហើយប្រយបាទបងប្អូនឃើញសំណល់ខ្ញុំហ្នឹងតែទៅដែរហើយចេញទៅហើយបងប្អូនថតសំថតបណ្ដាមើលគេបណ្ដាបងប្អូនទៅដែរនេះទស្សនវិជ្ជាស្អាតមែនតើពេលយប់នេះអត់ទៅហើយចេញទៅហើយទៅថតវីដេអូបន្តទៀតហើយបាទបងប្អូនបាទតើប្រយជុកមួយកាន់តែច្រើនទៅបាទនេះកន្លែងគេលក់អីញ៉ាំបាទបងប្អូនបាទកន្លែងលក់អីញ៉ាំបាទបងប្អូននេះកន្លែងលក់ញ៉ាំអីច្រើនមែនតើបាទនេះជាកន្លែងដែលលក់បង្អែមលក់មានឃើញជាម៉ូតូច្រើនណាស់បាទតើចាប់ដើមទៅបណ្ដើមមើលទស្សនវិជ្ជាបណ្ដើក៏ជាប់ផ្ដិតយករូបភាពអ្នកដែលមកលេងវត្តនារាត្រីថ្ងៃទី3បាទមើលទៅគឺឲ្យចាប់អារម្មណ៍ច្រើនមែនតើបាទច្រើនណាស់បងប្អូនច្រើនមែនតើបាទនេះចាប់ដាក់ផ្ដិតយករូបភាពបាទជីបណ្ដើនឹកឃើញបណ្ដើជីបណ្ដើនឹកគិតបណ្ដើបាទពេលហ្នឹងខ្ញុំមិននឹកឃើញដែរ